ចិត្តនៅរូបថាមិនទៀងបាមកជារមែងកើតកាលបុគ្គលមានចិត្តរីករាយហើយបៃតេរមែងកើតក៏ដោយបៃតេហើយកាយរមែងស្ងប់បុគ្គលអ្នកមានកាយស្ងប់ហើយរមែងទទួលនៅសេចក្តីសុខកាលបុគ្គលមានសេចក្តីសុខកាលបើចិត្តដំកល់មកហើយបុគ្គលរមែងដឹងឃើញតាមពិនបុគ្គលឃើញតាមពិនរមែងនឿយណាយកាលបុគ្គលនឿយណាយរមែងប្រាសចាដំរេកបុគ្គលផុតស្រឡះព្រោះតែប្រាសចាដំរេកនេះគឺសិក្សាបន្តអំពីម្សិលមិញធាតុកម្មដ្ឋានទីម្សិលមិញគឺយើងរៀនធាតុកម្មដ្ឋានណាញោមឬក៏ចតុធាតុវិវត្តដ្ឋានបើយើងដាក់ធាតុមនសិការៈក៏បានដែរញោមតុមនសិការៈបព្វៈក៏បានដែរព្រោះនៅក្នុងបឋានដែរញោមយើងសរសេរធាតុមនសិការៈបព្វៈក៏បានយើងសរសេរថាចតុធាតុវត្តដ្ឋានក៏បានយើងសរសេរធាតុកម្មដ្ឋានក៏បានអញ្ចឹងញោមយើងធាតុមនសិការៈបព្វៈគឺចំណែកការធ្វើទុកក្នុងចិត្តថាជាធាតុអញ្ចឹងញោមឬក៏ចតុធាតុវត្តដ្ឋានការកំណត់ធាតុ4អញ្ចឹងញោមការកំណត់ធាតុ4អញ្ចឹងក៏បានចឹងនៅក្នុងការបដិបត្តិអប់រំចិត្តវាមានហើយត្រូវអប់រំនោះមាន2គឺមានសមាធិហើយនិងវិបស្សនាសមាធិវាមានលក្ខណៈមានអារម្មណោបនិឈានគឺមានការសម្លឹងនៅអារម្មណ៍ដើម្បីស្ងប់អារម្មណ៍40ណាមួយអញ្ចឹងញោមដល់ពេលវិបស្សនាវាមានលក្ខណោបនិឈានគឺការសម្លឹងនៅលក្ខណៈមិនទៀងជាទុកជាអនត្តាលក្ខណោបនិឈានហ្នឹងអញ្ចឹងខុសគ្នាណាញោមគឺខុសគ្នាអារម្មណ៍របស់វិបស្សនាញាណមាន7ណាញោមអារម្មណ៍របស់សមាធិមាន40អារម្មណ៍វិបស្សនាបញ្ញាមានអារម្មណ៍7ណាញោមអញ្ចឹងវិបស្សនាញាណមានអារម្មណ៍7ណាញោមតែអារម្មណ៍នេះបានដល់ចិត្តចេតសិករូបដែលរលត់ហើយបានអារម្មណ៍6ញោមមានរូបអារម្មណ៍សត្យាអារម្មណ៍គន្ធាអារម្មណ៍ដសាអារម្មណ៍ផតអារម្មណ៍ធម្មអារម្មណ៍ដែលរលត់ហើយអញ្ចឹងអតីតាអារម្មណ៍ដែលជាអតីតៈណាញោមចឹងវិបស្សនាញាណមានអារម្មណ៍7ទី1ប្រតតាអារម្មណ៍ទី2មហកតាអារម្មណ៍ទី3អតីតាអារម្មណ៍ទី4អនាគតាអារម្មណ៍ទី5បច្ចុប្បន្នអារម្មណ៍ទី6អច្ឆតាអារម្មណ៍ទី7វហិទ្ធិអារម្មណ៍ចឹងសមាធិមានអារម្មណ៍40វិបស្សនាញាណមានអារម្មណ៍7មានអារម្មណ៍7ដូចគេនិយាយវិភូមិរបស់វិបស្សនាមាន13ឬក៏77ជាដើមនោះដាក់ជាដើមទៀតខ្ញុំមិនទាន់អស់ទេ3នឹងជាដើមទេវិបស្សនាញាណមានអារម្មណ៍7ទី1ប្រតតាអារម្មណ៍ឬយើងហៅថាកាមារម្មណ៍ក៏បានអញ្ចឹងកាមារម្មណ៍និងប្រតតាអារម្មណ៍គឺដូចគ្នាអារម្មណ៍តូចឆ្មាហ្នឹងគឺបានដល់54ដួងចេតសិក52រូប28ប៉ុន្តែយើងមិនបានដល់54ដួងទាំងអស់ទេអញ្ចឹងញោមព្រោះចិត្តខ្លះវាជាចិត្តរបស់ព្រះអរហន្តទេដូចជាមហាកិរិយាចិត្ត8អីចឹងញោមអសុទ្ធបាទៈចិត្តអីហ្នឹងចិត្តរបស់ព្រះអរហន្តទេអញ្ចឹងវាមិនបានដល់54ទេប៉ុន្តែចិត្តទាំងអស់ហ្នឹងវាជាកាមាវចរៈដែរប៉ុន្តែយើងចំពោះធិជនវាមិនបានដល់មានចិត្តទាំង54ដួងនោះទេព្រោះចិត្តខ្លះជាចិត្តរបស់ព្រះអរហន្តមហាកិរិយានៅក្នុងកាមាវចរៈដែរប៉ុន្តែជាចិត្តរបស់ព្រះអរហន្តវិហសិទ្ធបាតៈក៏ជាចិត្តរបស់ព្រះអរហន្តហេតុកកិរិយា3អតីតាអារម្មណ៍អនាគតាអារម្មណ៍ណាញោមតាអារម្មណ៍ដូចគ្នាទេដូចតែអតីតាអារម្មណ៍ដែរប៉ុន្តែអារម្មណ៍ដែលជាអនាគតអញ្ចឹងញោមអញ្ចឹងទី4គឺអនាគតាអារម្មណ៍ដែលជាអនាគតអញ្ចឹងញោមអារម្មណ៍ដែលជាអនាគតបានដល់ចេតសិករូបដែលមិនទាន់មកដល់ណាញោមបានអារម្មណ៍6នេះទី5បច្ចុប្បន្នអារម្មណ៍ដែលជាបច្ចុប្បន្នតែកំពុងកើតអញ្ចឹងញោមអញ្ចឹងចិត្តចេតសិកបច្ចុប្បន្នអារម្មណ៍ដែលជាបច្ចុប្បន្នបានដល់ចិត្តចេតសិករូបអញ្ចឹងញោមចិត្តចេតសិករូបដែលកំពុងកើតណាញោមបានអារម្មណ៍6អច្ឆតាអារម្មណ៍ណាញោមអារម្មណ៍ខាងក្នុងគឺសម្រាប់ខ្លួនឯងណាញោមអច្ឆតាអារម្មណ៍ខាងក្នុងខ្លួនបណ្ដាលចិត្តចេតសិករូបដែលកើតក្នុងខ្លួនឯងណាញោមទី7ពហិទ្ធិអារម្មណ៍ខាងក្រៅបានដល់ចិត្តចេតសិករូបដែលកើតដល់អ្នកដទៃអញ្ចឹងពហិទ្ធិអារម្មណ៍ខាងក្រៅបានដល់ចិត្តចេតសិករូប
ដែលកើតដល់អ្នកដទៃបានអារម្មណ៍6ដែរណាអញ្ចឹងវិបស្សនាបញ្ញាមានអារម្មណ៍7ទី1ប្រតិអារម្មណ៍ឬក៏ការអារម្មណ៍ល្អិតទៅឆ្មាបានដល់ចិត្ត54ដួងចេតសិក52រូប28ហកតាអារម្មណ៍ដែលដល់ភាពជាធំបានដល់ហកតចិត្ត27ហ្នឹងចេតសិក35អតីតាអារម្មណ៍ដែលជាអតីតកន្លងទៅហើយគឺបានដល់ចិត្តចេតសិករូបដែលលួចទៅហើយបានដល់អារម្មណ៍6ពាក្យថាអារម្មណ៍6គឺបានដល់រូបអារម្មណ៍សត្យាអារម្មណ៍កន្ធអារម្មណ៍រក្សាអារម្មណ៍ផតពាអារម្មណ៍ធម្មអារម្មណ៍ដែលវាលួចទៅហើយមិនកំពុងកើតទៅវាលួចទៅហើយវាជាអតីតទី4គឺអនាគតអារម្មណ៍ដែលមិនទាន់មកដល់គឺអារម្មណ៍ដែលជាអនាគតបានដល់ចិត្តចេតសិករូបដែលមិនទាន់មកដល់បានអារម្មណ៍6រូបសម្លេងក្លិនរសផតពាធម្មអារម្មណ៍6បច្ចុប្បន្នអារម្មណ៍ដែលកំពុងប្រកបបានដល់ចិត្តចេតសិករូបដែលកំពុងប្រកបណាញោមបាន6អារម្មណ៍ដែរមានរូបសម្លេងក្លិនរសផតពាធនិងធម៌អារម្មណ៍អច្ឆតាអារម្មណ៍ដែលខាងក្នុងខ្លួនយើងនោះមានចិត្តចេតសិករូបដែលកើតក្នុងខ្លួនបានអារម្មណ៍6ហិទ្ធិអារម្មណ៍បានដល់ចិត្តចេតសិករូបដែលកើតដល់អ្នកដទៃបានអារម្មណ៍6ដែរក្នុងនោះវាមានបញ្ញត្តិដែរណាញោមមានបញ្ញត្តិដែរក្នុងទីនេះគេដាក់អញ្ចឹងអារម្មណ៍ខាងក្រៅគឺមានបញ្ញត្តិនៃពៀនដែរណាញោមតាមពិតចិត្តចេតសិករូបបញ្ញត្តិនៃពៀនទៀតពោខាងក្នុងមានបញ្ញត្តិដែរបញ្ញត្តិហើយនៃពៀនហើយនៃពៀនខាងក្រៅនៃពៀនក្នុងអ្នកដទៃតែមានទាំងពីរហ្នឹងទាំងខាងក្នុងក្រៅនឹងក៏ពីរគេដាក់ដែរបើឆែកទី3ហ្នឹងគេអត់ដាក់ឲ្យនេះនៅក្នុងធម្មសង្កណីញោមធម្មសង្កណីណាញោមនេះជាធម៌មានអារម្មណ៍ខាងក្រៅគឺភេទអារម្មណ៍ញោមក្នុងគណៈពិចារណាខណ្ឌជាដើមរបស់មនុស្សដទៃហើយក្នុងគណៈពិចារណាបញ្ញត្តិនិងព្រះនិព្វានជាធម៌មានអារម្មណ៍ទាំងខាងក្នុងនិងខាងក្រៅញោមឆត្តៈភេទអារម្មណ៍វាមានខាងក្នុងខាងក្រៅដោយអំណាចនៃការពិចារណាធម៌មានខណ្ឌជាដើមទាំងរបស់ខ្លួននិងរបស់បុគ្គលដទៃទាំងពីរនោះអញ្ចឹងបើយើងក៏ទៅអច្ឆតាអារម្មណ៍ក៏វាមានបញ្ញត្តិមាននិព្វានជាអារម្មណ៍ដែរហិទ្ធិអារម្មណ៍ក៏មានបញ្ញត្តិមាននិព្វានជាអារម្មណ៍ដែរអញ្ចឹងយើងអាចបញ្ចូលបានសារនៅក្នុងរមណសង្ហៈហ្នឹងលោកអ្នកតែងហ្នឹងលើកឲ្យយើងអត់អស់ហើយជាលោកបានមើលសង្កណីហ្នឹងចេតសិករូបហ្នឹងទៅតែញាតិញោមរៀនអភិធម្មបានអាចយល់បានទូលាយអញ្ចឹងខ្ញុំអត់ទុកជាមេរៀនគេសួរថាវិបស្សនាមានអារម្មណ៍អីខ្លះពីមើលអារម្មណ៍របស់សមាធិមានប៉ុន្មានមាន40ឥឡូវយើងចូលមេរៀនយើងវិញណាញោមតោះនេះគាត់មកប្រាប់ពីរឿងអារម្មណ៍ដើម្បីឲ្យកុំឲ្យមិនដឹងអញ្ចឹងយើងមកសិក្សាអំពីចតុធាតុវត្តដ្ឋានអញ្ចឹងញោមនៅក្នុងមហាសតិប្បដ្ឋានសូត្រព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសតិប្បដ្ឋានសូត្រសម្រាប់បុគ្គលដែលមានបញ្ញាចាស់ខ្លាអញ្ចឹងសម្រាប់បុគ្គលដែលមានបញ្ញាចាស់ខ្លានៅវិខុទាំងឡាយពាក្យខាងមុខនៅមានទៀតភិក្ខុពិចារណាឃើញច្បាស់នៅកាយនេះឯងដែលស្ថិតនៅយ៉ាងណាដែលតាំងនៅយ៉ាងណាញោមបានន័យថាវាស្ថិតនៅដោយអិរិយាបថណាញោមអិរិយាបថដូចដៃឈរអង្គុយហ្នឹងដោយកំណត់ថាគ្រាន់តែជាធាតុក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ញោមនឹងបើញាតិញោមជាអ្នកមានបញ្ញាគ្រាន់តែជាធាតុទេញោមបែរថាគ្រាន់តែជាធាតុថាក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់តែប៉ុណ្្នឹងឯងរបៀបពិចារណាណាញោមក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់គេទន្ទិញតែប៉ុណ្្នឹងហ្នឹងហើយនេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសម្រាប់បុគ្គលដែលមានបញ្ញាចាស់ខ្លាលោកយកមកបរិកម្មយកមកទន្ទិញថាក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អញ្ចឹងញោមក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ប៉ុណ្្នឹងទៅយូរទៅចិត្តគេស្ងប់ដោយសារចិត្តហ្នឹងវាបង្អោនមកកាន់អារម្មណ៍គឺធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ហ្នឹងហើយនៅក្នុងកាយនេះឬកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់មិនថាមានធាតុដី20ធាតុទឹក12ធាតុភ្លើង4ធាតុខ្យល់6ទេប៉ុន្តែបរិកម្មប៉ុណ្ណឹងគឺគេស្ងប់ហើយយូរឆាប់គេស្ងប់ប៉ុន្តែបើអ្នកមានបញ្ញាទូនខ្សោយមកទន្ទិញអញ្ចឹងអត់ស្ងប់ទេតែពឹសស្ដាអញ្ចឹងក្នុងកាយនេះមានធាតុដីមានអីខ្លះសក់រោមកញ្ចក់ធ្មេញស្បែកអញ្ចឹងទៅណាញោមនឹងមិនអាចស្ងប់បានអញ្ចឹងនៅក្នុងស្តបដ្ឋានសូត្រដែលជាផ្លូវមូលទៅមួយទៅកាន់ព្រះនិព្វានហ្នឹងវិធីបរិបត្តិដោយគ្រាន់តែជាធាតុថាយើងពិចារណាណាញោមដោយកំណត់ថាឬដោយពិចារណាថាគ្រាន់តែជាធាតុថាប៉ុន្តែយើងមិនមែនយកទៅគ្រាន់តែជាធាតុថាអញ្ចឹងទៅណាញោមបែរថាយើងពិចារណាថាក្នុងកាយនេះ
នេះគាត់ថាគេបញ្យល់ណាញោមហើយយើងពិចារណាថាក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់តែប៉ុណ្្នឹងទេទន្ទិញប៉ុណ្្នឹងណាញោមបាន100 ដង 1000 ដង1 ម៉ោង 2 ម៉ោងទៅក្នុងយើងសមាធិម្ដងតាំងពីអរិយាបថដើរអង្គុយដេកអញ្ចឹងញោមបើញោមបដិបត្តិបែបនេះគឺញោមបដិបត្តិទីហោថា10ថ្ងៃគឺ10ថ្ងៃតែហ្មងអញ្ចឹងញោមអត់មានបដូរកម្មដ្ឋានទេដើរក៏អញ្ចឹងដេកក៏អញ្ចឹងគឺនៅក្នុងកម្មដ្ឋានហ្នឹងតែមួយហើយមិនអាណាបាផងហេតុមនសិការៈបផងបពៈផងដាក់កាយកតាសតិផងចលោកច្រឡំគ្នាអត់ងាយស្ងប់អញ្ចឹងបើយើងចង់បានចិត្តនឹងវាស្ងប់យើងថាយកហេតុមនសិការៈបពៈយកមកប្រតិបត្តិគឺយើងទន្ទិញថាក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ប៉ុណ្ណឹងបាទណាញោមយើងដាក់មានទាំងអស់ដែរក្នុងកាយនេះមានធាតុដីធាតុទឹកមានធាតុភ្លើងមានធាតុខ្យល់អញ្ចឹងញោមយើងមិនដាក់ទេយើងថាមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ប៉ុណ្ណឹងក៏បានដែរញោមយល់ទេតែអញ្ចឹងអ្នកគោភេទក្តីកូនសិស្សនៃគោនៃបរោះអ្នកពិឃាតគោក្តីដែលប៉ិនប្រសពក៏បីពិឃាតគោហើយរំលែកជាចំណែកអង្គុយនៅទៀបផ្លូវធំបែកជា4មានឧបមាដូចម្ដេចមិញមនាលវិខុទាំងឡាយវិខុពិចារណាឃើញច្បាស់នៅកាយនេះឯងដែលស្ថិតនៅយ៉ាងណាដែលតាំងនៅយ៉ាងណាចឹងក្នុងកាយនេះមានបតវ័យធាតុអបោធាតុតេជោធាតុវិយោធាតុមានឧបមាឧបមាដូចស្នោះឯងវិខុពិចារណាឃើញរឿយៗនៅកាយក្នុងកាយជាខាងក្នុងដោយកំណត់នៅធាតុទាំង4ជាប្រកដីគ្រប់អិយបទទាំង4អញ្ចឹងញោមបែរថាពិចារណាឃើញកាយក្នុងកាយហ្នឹងគឺចាណាឃើញអីគឺឃើញធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់នឹងឯងណាគឺគ្រប់អរិយាបថទាំង4ហ្នឹងណាញោមដើរឈរអង្គុយដេកហើយមិនតែពិចារណានៅអរិយាបថរបស់ខ្លួនទាំង4ហ្នឹងទេពិចារណានៅអរិយាបថរបស់អ្នកដទៃទៀតចឹងញោមគឺឃើញអ្នកដទៃដើរចឹងទៅយើងពិចារណាធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ចឹងណាញោមពេលគេដើរធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ចឹងទៅពេលគេឈរធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ក្នុងកាយនោះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អញ្ចឹងញោមពេលគេអង្គុយក្នុងកាយនោះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ទៅពេលគេដេកក្នុងកាយនោះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ទៅគ្រប់អិយបទទាំង4របស់អ្នកដទៃតាមកាលអញ្ចឹងញោមតាមវេលាយើងចង់ពិចារណាកាយខ្លួនឯងក៏បានកាយអ្នកដទៃក៏បានក្នុងអិយបទទាំង4មួយណាក៏បានអានេះដូចបាត់ដែរបាយលៈយ៉ាងនេះឯងអានោះបាយលៈនេះគេខ្ជិលវាយឲ្យចប់នឹងស្អីក៏បានអញ្ចឹងទៅពិបាកទាញពីលើមកវិញអញ្ចឹងញោមប៉ុណ្ណឹងមិនបន្ថែមឲ្យចាប់ទៅមកបាយលៈខ្ជិលវាយមានព្រះសម្មាសម្ពុទ្ធខ្ជិលសំដែងទេណាញោមនេះយើងនេះខ្ជិលវាយទៅគ្រប់អញ្ចឹងមានរត់ទៅលើមើលលើនៅក្នុងអាណាបាអញ្ចឹងពិបាកបើលើកឡើងអាណាបាអញ្ចឹងញោមទាញមកលើវិញវាតែញាតិញោមធ្លាប់មើលមិនបានស្ដាប់ទៅយល់វិខុពិចារណាឃើញរឿយៗនៅកាយក្នុងកាយជាខាងក្នុងគឺកាយរបស់ខ្លួនជាប្រកដីគ្រប់យត់ទាំង4យ៉ាងនេះឯងញោមគឺពិចារណាកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់គ្រប់អិយបទទាំង4បាទនេះគេនិយាយរឿងខ្យល់ខាងចិញ្ចោលទេញោមប៉ុន្តែពាក្យនេះវាដូចតែគ្នាទេប៉ុន្តែដូរទៅប្រធានបទពិចារណាឃើញរឿយៗនៅកាយក្នុងកាយជាខាងក្រៅគឺកាយរបស់បុគ្គលដទៃជាប្រកដីគ្រប់អិយបទទាំង4ពិចារណាឃើញរឿយៗនៅកាយក្នុងកាយទាំងខាងក្នុងទាំងខាងក្រៅខ្លួនឯងផងអ្នកដទៃផងញោមអិយបទទាំង4ក្តីដេកដើរឈរអង្គុយពិចារណាឃើញរឿយៗនៅធម៌ដែលប្រជុំកើតឡើងញោមអញ្ចឹងធម៌ដែលប្រជុំកើតឡើងគឺសំដៅដល់អាឃើញនៅធម៌ដែលប្រជុំកើតឡើងក្នុងរូបខណ្ឌណាញោមក្នុងកាយណាញោមពិចារណាឃើញរឿយៗនៅធម៌ដែលប្រជុំកើតឡើងក្នុងកាយនេះគឺគ្រប់អិយបទទាំង4នេះវាតែក្នុងកាយក្នុងរូបខណ្ឌហ្នឹងឯងអញ្ចឹងធម៌ដែលកើតឡើងនៃរូបខណ្ឌព្រោះការកើតឡើងនៃអវិជ្ជាការកើតឡើងនៃរូបខណ្ឌព្រោះការកើតឡើងនៃតណ្ហាការកើតឡើងនៃរូបខណ្ឌព្រោះការកើតឡើងនៃកម្មការកើតឡើងនៃរូបខណ្ឌការកើតឡើងនៃរូបខណ្ឌព្រោះការកើតឡើងនៃអាហារអញ្ចឹងញោមការកើតឡើងនៃរូបខណ្ឌព្រោះនៅបត្តលក្ខណៈនៃការកើតរបស់រូបហ្នឹងញោមនឹងឃើញការប្រជុំកើតឡើងក្នុងកាយគ្រប់អិយបទទាំង4អញ្ចឹងនឹងជាឧទយព្យានុបស្សនាញាណអញ្ចឹងតើនេះអាណាបាណាកុំយកមកច្រឡំជាមួយពិចារណាឃើញរឿយៗនៅធម៌ដែលសូន្យទៅកុំគិតលេខយោងក្នុងទីនេះព្រោះក្នុងនេះអាណាបាទេពិចារណាឃើញរឿយនៅធម៌ដែលសូន្យទៅក្នុងកាយគឺរូបខណ្ឌហ្នឹងណាញោមគ្រប់អិយបទទាំង4ក្តីនេះគឺសំដៅដល់ពិចារណាឃើញរូបខណ្ឌហ្នឹងវារលួតព្រោះអវិជ្ជារលួតណាញោមការលួតរូបខណ្ឌព្រោះអវិជ្ជារលួតការរលួតរូបខណ្ឌព្រោះតណ្ហារលួតការលួតរូបខណ្ឌព្រោះកម្មរលួតណាញោមការលួតរូបខណ្ឌព្រោះអាហារវារលួតការលួតរូបខណ្ឌព្រោះវិបររាមលក្ខណៈនៃការប្រែប្រួលរបស់រូបមានចរិយាមានបែកធ្លាយស្លាប់អីចឹងណាអាហ្នឹងញាតិញោមធ្លាប់រៀនម្ដងហើយនៅក្នុង
ឧទយព្យានុបស្សនាញាណអញ្ចឹងញោមហើយទី3នោះពិចារណាឃើញរឿយៗនៅធម៌ដែលប្រជុំកើតឡើងនិងធម៌ដែលសូន្យទៅក្នុងកាយគ្រប់អិយបថទាំង4ក្តីអញ្ចឹងនេះគឺសំដៅដល់ការពិចារណាឃើញការកើតឡើងនៃរូបខណ្ឌហើយពិចារណាឃើញការសូន្យទៅវិញនៃរូបខណ្ឌការកើតឡើងនៃរូបខណ្ឌមាន5ការលួចទៅនៃរូបខណ្ឌក៏មាន5ដែរទាំងអស់មាន10អញ្ចឹងញោមនៅក្នុងឧទយព្យានុបស្សនាញាណតែព្យាយាមរៀនដែរខ្ញុំបានវាជួតបើអត់រៀនមកមិនសូវយល់ទេព្រោះធម៌ព្រះអង្គសម្ដែងមកវាយើងវាមិនធ្លាប់បានរៀនពីមុនមកផងអញ្ចឹងពិបាកអញ្ចឹងនៅក្នុងធាតុមនសិការៈបពៈឬក៏ឲ្យឈ្មោះថាធាតុកម្មដ្ឋានក៏បានអញ្ចឹងញោមដឹងការអប់រំចម្រើននៅក្នុងធាតុមនសិការៈបពៈនៅក្នុងទឹកដ្ឋាននៅក្នុងកាយានុបស្សនាទឹកដ្ឋានហ្នឹងខាងដើមជាសមថៈជាសមាធិទេអញ្ចឹងជាសមាធិទេហើយវិធីចម្រើនធាតុកម្មដ្ឋានដែលមានធាតុជាអារម្មណ៍សម្រាប់ភិក្ខុអ្នកមានបញ្ញាចាស់ខ្លាព្រោះហេតុនោះភិក្ខុអ្នកមានបញ្ញាចាស់ខ្លាប្រាថ្នានឹងបំពេញកម្មដ្ឋាននេះដំបូងក៏បីជាអ្នកនៅក្នុងទីស្ងាត់មនុស្សណាញោមប៉ុន្តែកម្មដ្ឋាននេះព្រះអង្គសម្ដែងសង្ខេបនៅក្នុងអីនៅក្នុងវិបស្សនៅក្នុងស្តបដ្ឋានណាញោមមករមើលញោមតិចធាតុកម្មដ្ឋានសង្ខេបនេះក៏បីជាដូច្នេះសម្រាប់បុគ្គលដែលមានបញ្ញាចាស់ខ្លាការកំណត់ធាតុដោយពឹស្ដានឹងចែកទៅតាមអក្សរ42ណាញោមពិតមែនចតុធាតុវត្តដ្ឋានហ្នឹងហើយនឹងធាតុកម្មដ្ឋានដូចគ្នាអញ្ចឹងញោមហើយនឹងធាតុមនសិការៈហ្នឹងក៏ដូចគ្នាដែរអញ្ចឹងញោមព្រោះលោកចង្អុលមកនៅទាំងអស់ពឹស្ដាណាញោមពិតមែនចតុធាតុវត្តដ្ឋាននោះមានមកដោយសង្ខេបក្នុងអីក្នុងមហាស្តបដ្ឋានសូត្រអញ្ចឹងញោមក្នុងមហាស្តបដ្ឋានសូត្រគេហៅថាអីធាតុមនសិការៈបពៈឬក៏ធាតុបពៈអញ្ចឹងចតុធាតុវត្តដ្ឋានក៏ដូចជាធាតុកម្មដ្ឋានឬក៏ដូចជាធាតុមនសិការៈបពៈដែរភាសាលោកចង្អុលមកនៅក្នុងសមាធិនិទេសទាំងអស់អញ្ចឹងញោមគឺស្ដារឲ្យចូលទៅមើលនៅក្នុងចតុធាតុវត្តដ្ឋានតើញោមពិតមែនចតុធាតុវត្តដ្ឋាននោះមានមកដោយសង្ខេបក្នុងមហាសតិប្បដ្ឋានសូត្រអញ្ចឹងញោមអញ្ចឹងបើចតុធាតុវត្តដ្ឋានមាននៅក្នុងសមាធិនិទេសអញ្ចឹងបានន័យថាចតុធាតុវត្តដ្ឋានហ្នឹងជាសមាសមាធិមិនមែនវិបស្សនាទេអញ្ចឹងញោមយល់ទេណាព្រោះលោកចង្អុលមកនៅក្នុងសមាធិនិទេសព្រោះចតុធាតុវត្តដ្ឋានពេលយើងចម្រើនទៅបានដល់អីគេឧបចារឈានបានត្រឹមតែឧបចារឈានទេព្រោះអីព្រោះមានសភាវធម៌ជាអារម្មណ៍ព្រោះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ដែលជាសភាវធម៌នឹងឯងជាអារម្មណ៍អញ្ចឹងការអប់រំចម្រើនទៅបានត្រឹមតែឧបចារសមាធិទេឧបចារឈានទេអញ្ចឹងខ្ញុំអត់បានដល់អបណាឈានទេអញ្ចឹងការអប់រំចម្រើនខាងដើមនៅក្នុងធាតុមនសិការៈបពៈគឺជាសមាធិកម្មដ្ឋានអញ្ចឹងញោមមិនមែនជាវិបស្សនាកម្មដ្ឋានទេនៅពេលដែលយើងបានចម្រើនដល់ចិត្តស្ងប់បានដល់ឧបចារឈានហើយជំនាញនៅក្នុងឧបចារឈានហើយចូលឧបចារឈានចេញពីឧបចារឈានបានយើងចម្រើនវិបស្សនាអញ្ចឹងញោមបានវិបស្សនាបន្តទៀតអញ្ចឹងធាតុមនសិការៈបពៈដែលលោកសម្ដែងនៅក្នុងមហាតបដ្ឋានសូត្រសម្រាប់អីគេដែលសង្ខេបហ្នឹងសម្រាប់អីគេសម្រាប់បុគ្គលអីញោមសម្រាប់បុគ្គលដែលញោមមានបញ្ញាចាស់ខ្លាហើយធ្វើទុកក្នុងចិត្តថាម៉េចញោមធ្វើទុកយ៉ាងម៉េចមើលញោមចម្រើនម៉េចក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អញ្ចឹងញោមនោះរបៀបបប្រតិបត្តិសង្ខេបសម្រាប់បុគ្គលដែលមានបញ្ញាចាស់ខ្លាអញ្ចឹងញោមមករកអញ្ចឹងដើម្បីចង់បង្ហាញថាមហាតបដ្ឋានសូត្រហ្នឹងវាមិនមែនជាវិបស្សនាសុទ្ធទេវាជាសមាធិដែរមិនដែរទេបើនៅក្នុងទីបញ្ចប់នៃអត្ថកថាទាំងអស់ខាងដើមណាញោមទាំងអស់តែម្ដងណានៅអាត្មាបង្ហាញក្នុងអត្ថកថាញោមមើលទៀតប៉ុន្តែពាក្យកដាលវាវិបស្សនាទាំងអស់ដែរឲ្យគ្រូនោះថាវិបស្សនាហើយគ្រូនេះថាសមថៈមួយចឹងរៀនតាមអត្ថកថាទៅដូចតែគ្នាហ្នឹងញោមមើលនៅលើកដាលខៀនកាយានុបស្សនា14បពៈគឺអានាបានបពៈ1អរិយាបថៈបពៈ1ចតុសម្បជញ្ញបពៈ1បដិកោមនសិការៈបពៈ1ធាតុមនសិការៈបពៈ1ឃើញធាតុមនសិការៈបពៈអត់ធាតុមនសិការៈបពៈបើនៅក្នុងសមាធិនិទេសគេហៅអីធាតុមនសិការៈបពៈបើនៅក្នុងសមាធិនិទេសគេហៅកម្មដ្ឋានអីគេមួយគេហៅនៅក្នុងមហាតបដ្ឋានសូត្រមួយគេហៅនៅក្នុងសមាធិនិទេសចតុធាតុវត្តដ្ឋានអញ្ចឹងញោម
មានច្រើនណាស់មែនមានតែ3ឈ្មោះមានធាតុកម្មដ្ឋានធាតុមនសិការៈបព្វៈមានតែ3ទេធាតុវិភាំងមួយទៀតមាន4អញ្ចឹងបើធាតុមនសិការៈបព្វៈអាហ្នឹងលោកសំដែងនៅក្នុងមហាតបឋានសូត្របើនៅក្នុងសមាធិទេលោកថាចតុធាតុវត្តដ្ឋានប៉ុន្តែដូចតែគ្នាទេចាញោមអ្នកវគ្គសីវតិកាបព្វៈ9ញោមនៅក្នុងកាយានុបស្សនាណាញោមនៅក្នុងកាយានុបស្សនា14បព្វៈនេះមានកម្មដ្ឋាន14ដែរកម្មដ្ឋាន2អានាបានបព្វៈ1បដិកោលនសិការៈបព្វៈ1និយាយពីរឿងកាយកតាសតិណាញោមសក់រោមចតវិញស្បែកហ្នឹងជាអបណាកម្មដ្ឋានដែលឲ្យសម្រេចដល់អបណាសមាធិចឹងញោមយល់អត់នឹងជាវិបស្សនាឬក៏ជាសមថៈជាវិបស្សនាឬក៏ជាសមាធិក៏ជាសមាធិចឹងញោមចំណែកបព្វៈដសេសទាំង10បព្វៈជាឧបចារៈកម្មដ្ឋានដែលឲ្យសម្រេចដល់ឧបចារៈសមាធិជាវិបស្សនាឬជាសមាធិជាសមាធិដែរចឹងញោមចឹង14បព្វៈហ្នឹងសុទ្ធតែជាសមាធិទាំងអស់ខាងដើមណាញោមសុទ្ធតែជាសមាធិទាំងអស់នៅក្នុងសតិប្បដ្ឋានហ្នឹងឯងឥឡូវយើងមើលនៅក្នុងតបដ្ឋានទាំង4ស្អីខ្លះព្រះមានពភាកជាម្ចាស់ទ្រង់ត្រាស់កម្មដ្ឋានទុកបានន័យថានៅក្នុងសតិប្បដ្ឋានទាំង4ហ្នឹងណាញោមកាយានុបស្សនាតបដ្ឋានវេទនានុបស្សនាតបដ្ឋានចិត្តានុបស្សនាតបដ្ឋានធម៌មានបស្សនាតបដ្ឋានហ្នឹងវាមានកម្មដ្ឋាន21ចាញោមទី1អនាបាទី2អរិយាបថទី3សម្បជញ្ញៈទី4ធត្តង្សាការៈគឺបរិកោលនសិការៈបព្វៈណែទី5ចតុធាតុវត្តដ្ឋានការកំណត់ធាតុ4ចាពេលខ្លះគេសរសេរអញ្ចឹងតែម្ដងហើយទីអ្នកវគ្គសីវតិកាហ្នឹង9ទៀតណាញោមដល់វេទិនុបស្សនាតែមួយទេយកតែមួយទេជាកម្មដ្ឋាន1ចិត្តានុបស្សនាយកតែកម្មដ្ឋាន1ទេដល់ពេលនៅក្នុងធម្មាគេយកកម្មដ្ឋាន5និវរណៈប្រកហៈ1ខន្ធៈប្រកហៈ1ហើយនឹងអយតនៈប្រកហៈ1ពូជង្គៈប្រកហៈ1ហើយនឹងសច្ចៈប្រកហៈ1ប្រកហៈប្រែថាកំណត់ណាញោមការកំណត់អញ្ចឹងកម្មដ្ឋានទាំងអស់នៅក្នុងមហាតបដ្ឋានសូត្រមាន21កម្មអញ្ចឹង21កម្មដ្ឋានអនាបា1ហើយធត្តតឹងសាការៈ1អ្នកវគ្គសីវតិកា9រួមជាកម្មដ្ឋានដែលឲ្យដល់អបណា11អញ្ចឹងញោមឃើញនេះក៏ជាសមាធិដែរណាញោមសមាធិមានកម្មដ្ឋាន11កម្មដ្ឋានដែលបានដល់អបណាឈានចឹងញោមតែនៅក្នុងសតិប្បដ្ឋាន4ហ្នឹងវាមានកម្មដ្ឋាន21នៅក្នុងកម្មដ្ឋាន21នោះគេចែកចេញជាអបណាឈានហើយនិងឧបចារៈឈានណាញោមយល់អត់ញោមឃើញសមាធិអត់ចំណែកព្រះមហាសិវថែអ្នកពោលគម្ពីរទីខនិកាយពោលថាព្រះមានពភាកជាម្ចាស់ទ្រង់ត្រាស់អ្នកវគ្គសីវតិកាទុកដោយអំណាចពិចារណាឃើញទោសព្រោះហេតុដូច្នោះតាមមតិរបស់មហាសិវថែនោះកម្មដ្ឋាន2ទេគឺអនាបានឹងអាការៈ32នឹងឯងប៉ុណ្ណោះជាកម្មដ្ឋានឲ្យសម្រេចដល់អបណាឈានណាញោមកម្មដ្ឋានដសេសជាកម្មដ្ឋានដែលឲ្យដល់ឧបចារៈដសេសហ្នឹងបានន័យថានៅសល់ប្រមាណហ្នឹងគឺឧបចារៈទាំងអស់ចឹងញោមអាហ្នឹងនឹងមតិរបស់លោកទេណាញោមដោយសារវាមាន2បែបចឹងណាញោមមួយបែបមាន11កម្មដ្ឋាន11បានដល់អបណាមួយបែបទៀតកម្មដ្ឋានទី2ទេបានដល់អបណាចឹងញោមដសេសបានដល់ឧបចារៈឈានឧបចារៈសមាធិអញ្ចឹងបើយើងមើលនៅក្នុងសេចក្តីសរុបនៃអត្ថកថាបបញ្ញសូតនីអត្ថកថាមជ្ឈិមនិកាយមូលបណ្ណាសកៈនេះគឺនៅក្នុងមហាតបដ្ឋានសូត្រទាំង4នោះមានកម្មដ្ឋាន21ហើយកម្មដ្ឋាន11នាំមកនៅអបណាកម្មដ្ឋានដសេសនាំមកនៅឧបចារៈឈានញោមមួយបែបណាញោមមួយបែបទៀតក្នុងមហាតបដ្ឋានសូត្រទាំង4នោះគឺកាយាវេទនាចិត្តតាធម៌ហ្នឹងមានកម្មដ្ឋាន21នាំមកនៅអបណា2អនាបា1អាការៈ32 1ដល់សេះក្រៅពីនោះនាំហ្នឹងវាមាន2បែបអញ្ចឹងបើយើងសិក្សាមើលទៅខាងដើមសុទ្ធតែជាសមាធិទាំងអស់សុទ្ធតែជាសមាធិទាំងអស់ហើយបានគេចម្រើនវិបស្សនាបន្តអញ្ចឹងញោមនេះបើតាមមើលនៅក្នុងអត្ថកថាបបញ្ញសូតនីអត្ថកថាមជ្ឈិមនិកាយមូលបណ្ណាសកៈពភាគ20ភាគ20លេខ2ទំព័រ276ណាញោមពីដើមមកសំដែងថាជាវិបស្សនាសុទ្ធអញ្ចឹងភាសាបានទៀងទាត់មើលតាមអត្ថកថាណាញោមអាច
ឃ្លៀងឃ្លាតអំពីពុទ្ធវចនៈអញ្ចឹងប៉ុណ្ណឹងសិនណា